ធីតាម្ចាស់កោះអន្លង់ស្នេហ៍រស់សេរីសុធាប្រសិនបើគេរំលឹកដល់ឈ្មោះបិតាសំឡេងមាសសិនស៊ីសមុទ្រគេក៏នឹកឃើញភ្លាមដែរនៅដៃគូចម្រៀងឆ្លងឆ្លើយដែលស័ក្តិសមរបស់លោកគឺធីតាម្ចាស់កោះអន្លង់ស្នេហ៍រស់សេរីសុធាប្រជាពលរដ្ឋជាច្រើនលានអ្នកមិនថានៅក្នុងស្រុកខ្មែរឬបរទេសទេពួកគេសុទ្ធតែធ្លាប់ឮចម្រៀងនិងស្គាល់ឈ្មោះអ្នកនាងរស់សេរីសុធាដោយដែលគេស្គាល់លោកសុនស៊ីសមុទ្រដូចនេះដែរព្រោះកំពូលអ្នកចម្រៀងឯកទាំងពីរគឺជាដៃគូចម្រៀងឆ្លងឆ្លើយយ៉ាងស្អិតរមួតនឹងគ្នាតាំងពីចុងសតវត្សឆ្នាំ1960មកម្លេះហើយក៏ពុំមានអ្នកចម្រៀងស្រីណាល្បីជាងអ្នកនាងរស់សេរីសុធាដែរក្នុងចំនួនជាមួយគ្នានោះមនុស្សជាច្រើនអ្នកតែងចង់ដឹងប្រវត្តិពិតរបស់អ្នកចម្រៀងឯកស្រីរូបនេះគ្រប់គ្នាដោយដែលគេចង់ដឹងប្រវត្តិលោកសុនស៊ីសមុទ្រដែរប៉ុន្តែពុំមាននរណាស្រាវជ្រាវនិងលើកឡើងឲ្យច្បាស់អំពីខ្សែជីវិតរបស់អ្នកចម្រៀងនេះឡើយអ្នកខ្លះគ្រាន់តែដឹងមួយជ្រុងនេះអ្នកខ្លះគ្រាន់តែដឹងមួយជ្រុងនោះហើយមិនប្រកាសទៀតផងដែលជាហេតុធ្វើឲ្យមានការច្របូកច្របល់និងមិនអាចយកមកបញ្ចូលគ្នាដើម្បីធ្វើជាឯកសារតម្កល់ទុកឲ្យមនុស្សចំនួនក្រោយដឹងឡើយដូច្នេះហើយទើបខ្ញុំអ្នកស្រាវជ្រាវខិតខំដើរប្រម៉ែប្រមូលចងក្រងប្រវត្តិអ្នកចម្រៀងទាំងនោះនិងអ្នកចម្រៀងទាំងអស់ធ្វើជាឯកសារសម្រាប់ជនចំនួននេះនិងចំនួនក្រោយបានដឹងបើទោះបីជាមិនមានប្រភពព័ត៌មានច្បាស់លាស់អំពីដំណើរជីវិតរបស់អ្នកស្រីរស់សេរីសុធាក៏ដោយក៏អ្នកផងទូទៅភាគច្រើនសុទ្ធតែបានដឹងប្រកាសគ្រប់គ្នាថាអ្នកចម្រៀងរូបនេះមានកំណើតនៅខេត្តបាត់ដំបងហើយស្លាប់យ៉ាងកំសត់នៅខេត្តកំពង់ស្ពឺក្នុងចំនួនវាលពិឃាតប៉ុលពតអ្នកនាងរស់សេរីសុធាដែលមានសម្លេងពីរោះក្រអួនក្រអៅល្បីសុសសាយពេញអាណាចក្រខ្មែរនេះមានជីវិតចម្រុះគ្រប់រសជាតិទាំងការរីករាយទាំងភាពខ្ពង់ខ្ពស់ទាំងភាពកំសត់វេទនានិងមានប្តីរហូតដល់ទៅ4នាក់ទៀតផងហើយក្នុងនោះស្វាមីដំបូងរបស់អ្នកស្រីគឺជាអ្នកចម្រៀងម្នាក់ក្នុងចំនួននោះដែរនិងមានសញ្ជាតិជាឥស្លាមផងនោះគឺលោកសុហម៉ាត់ម្ចាស់បទផ្ញើកងចងដៃដល់ល្បីល្បាញនោះឯងឯស្វាមីទី2គឺជាកូនប្រុសថាកែថតថានិងប្តីទី3ជានាយទាហានក្នុងទ័ពឆាត់យងនៃរបបលន់នល់និងម្នាក់ទៀតចុងក្រោយជាជនប្រមឹកក្នុងចំនួនប៉ុលពតអ្នកស្រីរស់សេរីសុធារាជិនីកំពូលអ្នកចម្រៀងស្រីដែលល្បាញបំផុតលេខ1នៅក្នុងទសវត្សរ៍ឆ្នាំ60និង70រូបនេះកើតនៅថ្ងៃសុក្រខែកដឹកឆ្នាំចត្រូវនឹងខែតុលាឆ្នាំ1947នៅភូមិដំណាក់លួងឃុំវត្តកស្រុកសង្កែខេត្តបាត់ដំបងឪពុកឈ្មោះរស់សាប៊ុនមានស្រុកកំណើតនៅភូមិចង្វារៀលឃុំរលៀងនៀកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងជាអតីតនាយទាហានជើងក្រហមសម័យអាណានិគមនិយមបារាំងហើយទៅនឹងស្លាប់កាលពីឆ្នាំ1995ថ្មីនេះហើយម្ដាយឈ្មោះណាត់សាមៀនមានស្រុកកំណើតនៅស្រុកសង្កែខេត្តបាត់ដំបងនេះតែម្ដងហើយស្លាប់ក្នុងចំនួនប៉ុលពតអ្នកស្រីមានបងប្អូនបង្កើតទាំងអស់5នាក់ហើយអ្នកស្រីជាកូនទី4បងប្អូនទាំងនោះមានទី1អ្នកស្រីរស់សាបឿននៅរស់ឯស្រុកសង្កែខេត្តបាត់ដំបងអាយុ66ឆ្នាំទី2អ្នកស្រីរស់សាបឿននៅរស់ឯខេត្តបាត់ដំបងអាយុ64ឆ្នាំទី3លោករស់សុគន្ធស្លាប់ក្នុងរបបប៉ុលពតទី4អ្នកស្រីរស់សេរីសុធាទី5អ្នកស្រីរស់សេរីសោភ័ណ្ឌប្អូនពៅស្លាប់ក្នុងចំនួនប៉ុលពតនៅក្នុងចំណោមបងប្អូនទាំង5នាក់នេះមានម្នាក់ជាអ្នកចម្រៀងដោយអ្នកស្រីដែរគឺអ្នកស្រីរស់សេរីសោភ័ណ្ឌអ្នកស្រីសោភ័ណ្ឌជាអតីតអ្នកចម្រៀងប្រចាំកងពលតូចលេខ1និងជាអតីតប្រពន្ធដើមរបស់លោកអុកស៊ីណារ៉េតតន្ត្រីករដ៏ល្បីល្បាញដែលពេលនេះបានស្លាប់បាត់បង់ជីវិតទៅហើយដែរអ្នកស្រីរស់សេរីសុធាតាំងពីក្មេងត្រូវបានគេដឹងថាមានជីវិតរីករាយនិងសេចក្តីសុខតិចតួចណាស់គឺតាំងពីជីវភាពគ្រួសារកាលពីកុមារភាពការរងទុក្ខដោយសារស្នេហាគឺស្វាមីបោះបង់ចោលស្វាមីធ្វើបាបនិងមួយទៀតដែលធ្ងន់បំផុតនោះគឺការរងទុក្ខក្នុងមហាសមុទ្រទឹកភ្នែកដែលប្រជារាស្ត្រខ្មែរគ្រប់គ្នាបានឆ្លងកាត់ដែរនោះគឺក្នុងរបបខ្មែរក្រហមប៉ុលពតជីវិតក្នុងកុមារភាពកុមាររស់សេរីសុធាមានអំណោយផលជាអ្នកចម្រៀងតាំងពីកុមារភាពមកម្លេះគឺនាងអាចច្រៀងបានយ៉ាងពិរោះតាំងពីអាយុ4ឆ្នាំទៅ5ឆ្នាំមកម្លេះពិសេសពេលនាងឡើងបេះផ្លែឈើនៅចាំផ្ទះហើយពេលបងចេញទៅធ្វើស្រែចម្ការបាត់អស់នាងតែងច្រៀងបំពេប្អូនរាល់ថ្ងៃយ៉ាងពិរោះក្រលួចនៅឆ្នាំ1958កុមារសុធាបានចូលរៀននៅសាលាបឋមសិក្សាវត្តកំផែងចាប់ពីថ្នាក់ទី12ដល់ទី7ចំនួននោះគេរត់ថ្នាក់ពីធំមកតូចហើយការនៅសិក្សាសុធារៀនពូកែណាស់មិនតែប៉ុណ្ណោះក្រៅពីការសិក្សាសុធាក៏ចូលចិត្តកីឡាផងដែរជាពិសេសកីឡាអត្តពលកម្មរត់ប្រណាំងហើយពេលប្រកួតជាមួយសាលាផ្សេងនាងតែងប្រកួតឈ្នះគេរាល់លើកចូលមកដល់ឆ្នាំ1966សុធាក៏ប្រឡងជាប់ចូលរៀនថ្នាក់ទី6ទំនើបជាតិនៅវិទ្យាល័យព្រះមុនីវង្សហើយដោយសារនាងធ្លាប់ជាកីឡាការិនីខាងរត់ប្រណាំងគេក៏ជ្រើសរើសនាងឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលវឹកវើនមួយនៅក្បែរវាលយន្តហោះបែកចានដើម្បីរៀនចំណេះ
ទូទៅផងនិងដើម្បីហាត់កីឡាផងពេលទំនេរសុធាចូលចិត្តដាំស្លហើយម្ហូបដែលនាងចូលចិត្តបំផុតនោះគឺប្រហុកផ្អកនិងពិសេសគឺប្រហុកចិញ្ច្រាំលុះក្រោយមកវេលាដែលក្រុមគ្រួសារកំពុងរស់នៅជុំគ្នាយ៉ាងកក់ក្ដៅឪពុកនាងគឺលោករស់សបុនបែកគំនិតមានប្រពន្ធចុងរួចក៏ចាក់ចេញទៅរស់នៅជាមួយប្រពន្ធចុងបាត់ទៅប្រពន្ធក្រៅនោះឈ្មោះវត្តនៅឃុំស្រមោចស្រុកសេរីសោភ័ណ្ឌដែលកាលនោះស្ថិតនៅក្នុងខេត្តបាត់ដំបងពេលនោះធ្វើឲ្យម្ដាយអ្នកស្រីត្រូវរស់ក្នុងភាពមេម៉ាយយ៉ាងកំសត់ហើយបងប្អូនអ្នកស្រីក៏ត្រូវរស់ក្នុងនាមជាកូនកំព្រាឪពុកដែរធម្មតាការគ្រប់គ្រងគ្រួសារមួយផ្នែកធំគឺឪពុកជាអ្នកទទួលរ៉ាប់រងលុះដល់ឪពុកទៅបាត់គ្រួសារនេះក៏ជួបវិបត្តិផ្នែកជីវភាពយ៉ាងខ្លាំងដោយជីវភាពយ៉ាប់យ៉ឺនពេកគ្មានអ្វីទប់ទល់ចំពោះការទទួលទានក្នុងក្រុមគ្រួសារក្មេងស្រីរស់សេរីសុធាក៏ដែលរឹកខ្យងលក់ដើម្បីយកប្រាក់បន្តិចបន្តួចមកផ្គត់ផ្គង់ជីវភាពមួយគ្រាពេលដែលលក់ខ្យងនោះនាងពពាយនាយផងនិងស្រែកច្រៀងផងតាមទំនុកបទចម្រៀងពីមុនរបស់អ្នកចម្រៀងចាស់ដូចជាចម្រៀងរបស់អ្នកស្រីប៉ែនរ៉នអ្នកស្រីកៅសេដ្ឋានិងអ្នកស្រីម៉ៅសារ៉េតជាដើមដោយបងប្អូនអ្នកភូមិមានចិត្តអាណិតស្រឡាញ់និងចង់ស្ដាប់សំឡេងនាងរស់សេរីសុធាច្រៀងគេក៏ជួយទិញខ្យងស្ងោររបស់នាងអស់រាល់ថ្ងៃប៉ុន្តែពួកគេគ្រាន់តែស្ដាប់មួយពេលប៉ុណ្ណោះដោយពុំចាប់ផ្លឹកនិងមានអារម្មណ៍គិតស្រមៃថាក្មេងស្រីរស់សេរីសុធានេះអនាគតនឹងក្លាយជារាជិនីកំពូលអ្នកចម្រៀងដ៏ល្បីល្បាញមួយនគរខ្មែរនោះទេ